ក្នុងនាមជាស្ថាប័នសារព័ត៌មានដ៏ល្បីនៅឯប្រទេសថៃ The Nation Thailand បងប្អូនហ៊ានយករូប AI មកបន្លំសាធារណជនមកបន្លំពិភពលោកមកបន្លំប្រជាជនរបស់ខ្លួនយករូបជនរងគ្រោះបាទរបស់ប្រជាពលរដ្ឋខ្មែរដែលរងគ្រោះដោយការបាញ់ប្រហារពីសំណាក់ទាហានថៃកាលពីថ្ងៃទី12ខែវិច្ឆិកាកន្លងទៅនេះបាទយកតកែជារូបដេកសើចនៅក្នុងមន្ទីរពេទ្យបាទនៅក្នុងបន្ទប់ ICU ទៀតបងប្អូនមើលរូបខាងលើបាទតើស័ក្តិសមជាស្ថាប័នសារព័ត៌មានដែលប្រកបទៅដោយវិជ្ជាជីវៈជាអ្នកសារព័ត៌មានទេបងប្អូនមិនគួរណាប្រទេសថៃមានសារព័ត៌មានដ៏ថោកទាបបែបនេះបងប្អូនយករូបអ្នកជំងឺដែលកំពុងតែដេកហើយយកតកែដាក់ជារូបសើចមកបន្លំគេថាខ្មែរសំដែងបាទហើយនេះមិនមែនជាលើកទី1ទេដែលសារព័ត៌មាន The Nation Thailand មួយនេះបាទបន្លំភ្នែកសាធារណជនបាទយករូបភាព AI មកបន្លំយករូបភាពវីដេអូផ្សេងមកបន្លំបាទហើយការផ្សាយព័ត៌មាននិងរូបភាពឬវីដេអូដែលមិនពិតនេះគឺវាជាត្រណមដ៏ធំបំផុតបាទរបស់ស្ថាប័នសារព័ត៌មានខុសនឹងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានហើយដែលបណ្ដាប្រទេសនានាក៏កំពុងតែរួមគ្នាប្រយុទ្ធប្រឆាំងបាននឹងសកម្មភាពផ្សព្វផ្សាយព័ត៌មានមិនពិតនោះដែរបងប្អូនការផ្សព្វផ្សាយព័ត៌មានរូបភាពច្នៃប្រឌិតដោយ AI នេះពីសំណាក់សារព័ត៌មាន The Nation Thailand បានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរមែនទែនដល់ក្រមសីលធម៌វិជ្ជាជីវៈបាទអ្នកសារព័ត៌មានហើយទង្វើដ៏ស្មោកគ្រករបស់ស្ថាប័នសារព័ត៌មាន The Nation Thailand នេះវាបានបង្ហាញអំពីចរិតដ៏ថោកទាបរបស់ប្រទេសថៃរបស់អ្នកសារព័ត៌មានថៃដែលតែងតែបោកប្រាស់បាទសាធារណជនបោកប្រាស់ពិភពលោកអញ្ចឹងពិភពលោកគេនឹងមើលឃើញច្បាស់ពីចរិតដ៏ថោកទាបរបស់ប្រទេសថៃបងប្អូនបាទទាំងអ្នកសារព័ត៌មានទាំងអ្នកដឹកនាំទាំងទាហានថៃបាទសុទ្ធសឹងតែជាមនុស្សដែលគ្មានក្រមសីលធម៌នៅក្នុងខ្លួនបាទគ្មានវិជ្ជាជីវៈអញ្ចឹងបងប្អូនជួយ share នៅវីដេអូនេះដើម្បីឲ្យពិភពលោកនិងអន្តរជាតិបានឃើញអំពីទង្វើដ៏ស្មោកគ្រករបស់ស្ថាប័នសារព័ត៌មានថៃផងបាទសូមអរគុណក្នុងនាមជាស្ថាប័នសារព័ត៌មានដ៏ល្បីនៅឯប្រទេសថៃ The Nation Thailand បងប្អូនហ៊ានយករូប AI មកបន្លំសាធារណជនមកបន្លំពិភពលោកមកបន្លំប្រជាជនរបស់ខ្លួនយករូបជនរងគ្រោះបាទរបស់ប្រជាពលរដ្ឋខ្មែរដែលរងគ្រោះដោយការបាញ់ប្រហារពីសំណាក់ទាហានថៃកាលពីថ្ងៃទី12ខែវិច្ឆិកាកន្លងទៅនេះបាទយកតកែជារូបដេកសើចនៅក្នុងមន្ទីរពេទ្យបាទនៅក្នុងបន្ទប់ ICU ទៀតបងប្អូនមើលរូបខាងលើបាទតើស័ក្តិសមជាស្ថាប័នសារព័ត៌មានដែលប្រកបទៅដោយវិជ្ជាជីវៈជាអ្នកសារព័ត៌មានទេបងប្អូនមិនគួរណាប្រទេសថៃមានសារព័ត៌មានដ៏ថោកទាបបែបនេះបងប្អូនយករូបអ្នកជំងឺដែលកំពុងតែដេកហើយយកតកែដាក់ជារូបសើចមកបន្លំគេថាខ្មែរសំដែងបាទហើយនេះមិនមែនជាលើកទី1ទេដែលសារព័ត៌មាន The Nation Thailand មួយនេះបាទបន្លំភ្នែកសាធារណជនបាទយករូបភាព AI មកបន្លំយករូបភាពវីដេអូផ្សេងមកបន្លំបាទហើយការផ្សាយព័ត៌មាននិងរូបភាពឬវីដេអូដែលមិនពិតនេះគឺវាជាត្រណមដ៏ធំបំផុតបាទរបស់ស្ថាប័នសារព័ត៌មានខុសនឹងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានហើយដែលបណ្ដាប្រទេសនានាក៏កំពុងតែរួមគ្នាប្រយុទ្ធប្រឆាំងបាននឹងសកម្មភាពផ្សព្វផ្សាយព័ត៌មានមិនពិតនោះដែរបងប្អូនការផ្សព្វផ្សាយព័ត៌មានរូបភាពច្នៃប្រឌិតដោយ AI នេះពីសំណាក់សារព័ត៌មាន The Nation Thailand បានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរមែនទែនដល់ក្រមសីលធម៌វិជ្ជាជីវៈបាទអ្នកសារព័ត៌មានហើយទង្វើដ៏ស្មោកគ្រករបស់ស្ថាប័នសារព័ត៌មាន The Nation Thailand នេះវាបានបង្ហាញអំពីចរិតដ៏ថោកទាបរបស់ប្រទេសថៃរបស់អ្នកសារព័ត៌មានថៃដែលតែងតែបោកប្រាស់បាទសាធារណជនបោកប្រាស់ពិភពលោកអញ្ចឹងពិភពលោកគេនឹងមើលឃើញច្បាស់ពីចរិតដ៏ថោកទាបរបស់ប្រទេសថៃបងប្អូនបាទទាំងអ្នកសារព័ត៌មានទាំងអ្នកដឹកនាំទាំងទាហានថៃបាទសុទ្ធសឹងតែជាមនុស្សដែលគ្មានក្រមសីលធម៌នៅក្នុងខ្លួនបាទគ្មានវិជ្ជាជីវៈអញ្ចឹងបងប្អូនជួយ share នៅវីដេអូនេះដើម្បីឲ្យពិភពលោកនិងអន្តរជាតិបានឃើញអំពីទង្វើដ៏ស្មោកគ្រករបស់ស្ថាប័នសារព័ត៌មានថៃផងបាទសូមអរគុណ